បាទសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងមកមើលពីរបៀបចែកត្រីទាំងអស់គ្នាឥឡូវអ្នកទាំងអស់គ្នាបើក file Explorer យើងនឹងមកបន្ទាប់មកនៅក្នុងត្រី C របស់ខ្ញុំមាន952G ឥឡូវខ្ញុំចង់ធ្វើការចែកត្រីហ្នឹងឲ្យវាមានត្រី D មួយទៀតដើម្បីចែកបានអ្នកទាំងអស់គ្នាគ្រាន់តែឥឡូវអ្នកទាំងអស់គ្នាគ្រាន់តែចុច mouse ស្ដាំលើ disk PC ហ្នឹងមកបន្ទាប់មកអ្នកទាំងអស់គ្នារកពាក្យថា more option ហើយយើងយកពាក្យថា manage បន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការចុចនៅលើ disk management ហ្នឹងមកឥឡូវខ្ញុំធ្វើការបើកវាធំសិនមកអ្នកទាំងអស់គ្នានឹងឃើញត្រី C របស់ខ្ញុំហ្នឹងមាន952.98G ឥឡូវខ្ញុំធ្វើការចង់បំបែកយកត្រី D មួយទៀតឲ្យមានទំហំ 550G ដើម្បីបំបែកបានឥឡូវយើងធ្វើការកូនលេខសិនមកដើម្បីឲ្យយើងងាយស្រួលបំបែកយើងបើក Casio មកឥឡូវយើងធ្វើការបើក Casio សិនមកដើម្បីកូនលេខក្នុង 1G ស្មើនឹង1024 MB ហើយយើងយកគុណខ្ញុំចង់បាន 550G អញ្ចឹងខ្ញុំយកគុណនឹង550បន្ទាប់មកស្មើ563202ឥឡូវខ្ញុំធ្វើការបំបែកវាយកប៉ុណ្ណឹងមកដើម្បីបំបែកបានអ្នកទាំងអស់គ្នាគ្រាន់តែដាក់ម៉ៅនៅលើត្រី C ហ្នឹងហើយយើងចុចម៉ៅស្ដាំមកហើយយើងយកពាក្យថា sharing value ហើយយើងរងចាំវាបន្តិចមកបន្ទាប់មកវាបានប៉ុណ្ណេះកន្លែងទៅនេះគេឲ្យយើងវាចូលនៅត្រីដែលយើងចង់បានសម្រាប់ខ្ញុំចង់បាន 550G ឥឡូវយើងវាយលេខចូលមកមាន563202 563202ឥឡូវត្រូវហើយខ្ញុំធ្វើការចុច sharing នឹងមកហើយយើងរងចាំវាប្រហែល1 plate ដើម្បីវាបែងចែកត្រី D មួយទៀតឥឡូវអ្នកនរគ្នាឃើញអត់វាបានបែងចែកហើយបាន550 GB ប៉ុន្តែយើងអត់ទាន់អាចប្រើបានភ្លាមទេដើម្បីប្រើបានអ្នកនរគ្នាគ្រាន់តែដាក់ម៉ៅនៅលើហើយយើងធ្វើការចុចម៉ៅស្ដាំលើវាមកបន្ទាប់មកយើងយកពាក្យថា new simple value ហើយយើងធ្វើការចុច next បន្ទាប់មកយើងចុច next ទៀតហើយកន្លែងត្រង់នេះយើងរើសឈ្មោះត្រីយើងឥឡូវខ្ញុំចង់បានត្រី D ហ្នឹងហើយខ្ញុំដាក់ត្រី D បន្ទាប់មកយើងធ្វើការ next ទៀតឥឡូវខ្ញុំសូមធ្វើការដូរទៅជា local disk វិញដើម្បីឲ្យដូចនឹងត្រី C របស់ខ្ញុំឈ្មោះហើយខ្ញុំធ្វើការចុច next ហើយខ្ញុំធ្វើការចុច finish បន្ទាប់មកយើងនឹងបានត្រី D មួយទៀតហើយនេះបន្ទាប់មកយើងនឹងធ្វើការបានត្រី D របស់យើងហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូ